Việc xưa nhóm Sra Vút Nông Ươnជាប្រធានគណៈបក្សសាធារណរដ្ឋកម្ពុជាសូមជម្រាបសួរបងប្អូនប្រជាជនជាតិកម្ពុជាទាំងអស់នៅក្នុងប្រទេសឬនៅក្រៅប្រទេសជាសួរពីចម្ងាយថ្ងៃនេះខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍មួយស្ដីអំពីអ្នកដឹកនាំនយោបាយក្នុងចំនួនប៉ុលពតឆ្នាំ1975រហូតដល់79គឺវាលពិឃាតនោះយើងហៅថាដែលវាសម្រាប់ប្រជាជនកម្ពុជាយើងជាង4លាននាក់ក្នុងចន្លោះពេលនោះខ្ញុំសូមធ្វើសេចក្តីថ្លែងការណ៍អំពីរឿងនេះពីនយោបាយរបស់ប៉ុលពតហើយនឹងគណៈបកទាំងប្រមាណដែលនៅក្នុងចំនួននោះដែលធ្វើការកាប់សម្លាប់រង្គាលដល់ប្រជាជាតិកម្ពុជានិងទ័ពរបស់ខ្លួនវាដែលថាទ័ពរបស់ខ្មែរក្រហមដែលទ័ពខ្លាំងគឺវាសម្លាប់ក្នុងឆ្នាំ1978ដល់79នេះហើយសម្រាប់ប្រជាជាតិកម្ពុជាចំនួននោះពីឆ្នាំ1975ពេលវាកាន់អំណាចនិងរហូតដល់ឆ្នាំ1979បង្អត់បាយកាហាយទឹកហើយស្កាប់សម្លាប់បាញ់ចោលទាំងទ័ពទាំងអ្នកនយោបាយទាំងនិស្សិតអ្វីទាំងអស់ទាំងគ្រូបង្រៀនទាំងអីអស់គឺវាសម្លាប់នៅពេលនោះអស់ជាង4លាននាក់ក្នុងចំនួននោះខ្ញុំសូមយល់ថាក្នុងចំនួនប៉ុលពតនេះឆ្នាំ1975ដល់79គឺមានគណៈបក2គឺមួយគឺគណៈបកប្រជាជនខាងយួនបង្កើតគឺសិទ្ធិទ័ពយួនគឺពួកហ៊ុនសែននេះឯងពួកចុយម្លៃក៏ដូចមកវាសិទ្ធិពួកគៀតកោហើយមកបកទៀតគឺគណៈបកចិនគឺប៉ុលពតអ៊ីស្រីគៀតបននេះគឺចិនបង្កើតគឺអាស៊ីនោះចុយម្លៃគណៈបង្កើតគឺទ័ពរបស់ណាគណៈបកចិនតែក្នុងចំនួននោះគឺគណៈបកចិនកាន់អំណាចមិនមែនគណៈបកយួនទេតែគណៈបកយួនគឺថារៀបចំទាំងអស់ការកាប់សម្លាប់អ្វីទាំងអស់ពីខាងក្នុងរបស់គណៈបកចិនគណៈបកចិនតែគ្មានដឹងខ្យល់អីទេពួកប៉ុលពតទ័ពខ្មែរក្រហមទាំងម៉ានចំនួននោះតែជាទ័ពរបស់ប៉ុលពតខាងគណៈបកចិនគ្មានធ្វើអីការទេវាសម្កាត់សម្រាប់ប្រជាជនយ៉ាងណាក៏វាធ្វើអការដែរធ្វើអីអការដែរនេះខ្ញុំសូមជម្រាបវាគឺអង្គការក៏ដូចម៉ែវានោះគឺមកពីយូហាណូយគឺអង្គការនោះគឺអង្គការយួនដែលជាអ្នកបង្កើតគណៈបកយួនហ្នឹងគឺអង្គការក៏ដូចម៉ែវាគឺគណៈពីហាណូយដែលអ្នកបញ្ជាឲ្យសម្រាប់ប្រជាជនកម្ពុជាទាំងម៉ានហើយទោះប្រយោជន៍វានឹងពេលវាបញ្ចូលក្នុងចំនួនសៀននោះឲ្យបែកទៅហ៊ានអាមេរិកនៅយួនត្បូងនោះគឺកម្ពុជាក្រោមគឺប្រទេសកម្ពុជាក្រោមមិនមែនយួនត្បូងទេវាមិនដែលមានយួនត្បូងតាំងពីដើមណាពីកាលណាមកហើយគឺមានតែយួនមានតែកម្ពុជាក្រោមប៉ុណ្ណោះគូសាក់ទីនេះខ្ញុំសូមជម្រាបវាដើម្បីឲ្យអាមេរិកទទួលស្គាល់វាយកអាមេរិកឲ្យចូលយកយួនត្បូងនោះយួនត្បូងគឺកម្ពុជាក្រោមគឺគូសាក់ទីដើម្បីឲ្យអាមេរិកទទួលស្គាល់នោះដូច្នេះអាមេរិកក៏មិនទាន់ដឹងដែរវាចាញ់បោកយួនទាំងនោះយួនវាធ្វើកលល្បិចនេះគឺធ្វើកលល្បិចដើម្បីយកយួនត្បូងតែសៀននោះក៏ជួយដែរចុយម្ល៉េះនឹងគេជួយគ្នាវាឲ្យយួនខាងជើងនឹងយកយួនត្បូងដើម្បីឲ្យបានសម្រេចដោយសតាពោគឺវាឲ្យអាសៀននោះវាឲ្យកម្ពុជាក្រោមនឹងទៅឲ្យយួនតែម្ដងមិនមែនប្រឡាំងគ្រាន់សញ្ញាឲ្យទេតែអាសៀននោះនេះក៏ដូចម៉ែវានេះចុយម្ល៉េះនេះគឺជាអ្នកបកគោលឲ្យទៅយួនខាងជើងឲ្យទៅយួននេះខ្ញុំសូមជម្រាបស្ដេចខ្សែនរោត្តមក៏ដូចម៉ែវានេះក៏វាចោលក៏ដូចម៉ែចុយម្ល៉េះនេះហើយក្នុងឆ្នាំ1975នេះគឺមានគណៈបក2នេះគឺគណៈបកយួននិងគណៈបកចិនក៏ប្រកួតគ្នាតែគណៈបកចិនកាន់អំណាចគ្មានធ្វើឲ្យកើតក៏ដូចមកគឺសឹកតែរដ្ឋាភិបាលទីងងចុយម្ល៉េះទីងងក្នុងក៏ដូចម៉ែវានឹងគណៈបកយួននេះសម្រាប់ប្រជាជនកម្ពុជាទាំងបានគឺទាំងអស់គឺយួនទាំងអស់គឺសិទ្ធិទ័ពយួនយួនមកវាយអាមេរិកវាចូលវាក្បែរចូលបីលនទៅឲ្យបំបីជាងគឺសិទ្ធិយួនទ័ពយួនទាំងអស់ទ័ពខ្មែរក្រហមគ្មានបានការទេគ្មានអំណាចគ្មានកម្លាំងអីទេនេះខ្ញុំជម្រាបឲ្យបានច្បាស់គឺទ័ពយួនទេដែលវាសម្រាប់យើងទាំងគ្នាគឺយួនរបស់ពួកហ៊ុនសែននេះពួកហើយសម្រាប់ក៏ដូចម៉ែវាអីទេណាទៀបបាញ់ក៏ដូចម៉ែវាសិតតែពួកចុយម៉ែសម្រាប់កម្ពុជានេះទាំងអស់គ្នាសូមជៀប
នេះសំជម្រាបឲ្យច្បាស់តែឆ្នាំ1978វាចាប់ឡើងសម្រាប់គ្នាវាទ័ពពួកគណៈបច្ចេកនេះគឺសម្រាប់ទៅរបស់យកមកសម្រាប់នៅកំពង់ឆ្នាំងកំពង់ចាមកំពង់ឆ្នាំងនិងពោធិ៍សាត់និងបាត់ដំបងវាយកមកសម្រាប់មុននឹងឲ្យពួកអាយុណាជើងមកជ្រៀនពៀនប្រទេសជាកម្ពុជាក្នុងចំណោះនោះរត់ដល់ឥឡូវនេះសំជម្រាបវាសម្រាប់ចោលឲ្យទ័ពខ្លាំងរបស់ខ្មែរក្រហមទាំងបានក្រុម78រត់ដល់79ហ្នឹងវាសម្រាប់ឲ្យអស់ទ័ពឲ្យយំដឹកទៅខ្សែតែភ្លើងមកសម្រាប់លោកខាងលិចទាំងអស់ទ័ពនោះមកងាប់នៅកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងគឺជាវាលពិឃាតរបស់ទ័ពខ្មែរក្រហមដែលខ្លាំងទាំងបានរបស់គណៈបច្ចេកហ្នឹងទាំងអស់មុននឹងយួនឈានពីឆ្នាំ1979ខ្ញុំសូមជម្រាបឲ្យច្បាស់នេះនៃអ្វីដែលខ្ញុំឃើញអ្វីដែលខ្ញុំយល់ពេលចំនួននោះព្រោះខ្ញុំជាអ្នកបង្កើតរោងចក្រក្នុងចំនួនប៉ុលពតខ្ញុំក៏មានទ័ពដែរតែខ្ញុំក៏ទ័ពក៏សំណង់សង់រោងចក្របង្កើតរថយន្តបង្កើតតែម្ដងនេះសំជុំជម្រាបអស់ច្បាស់ខ្ញុំមានទ័ពគ្រប់ទីកន្លែងគ្រប់ខេត្តបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងកំពង់ស្ពឺនិងកំពង់សោមគឺខ្ញុំមានទ័ពមួយខេត្តគឺ500នាក់ខ្ញុំសូមជឿច្បាស់ខ្ញុំមិនមែននិយាយលេងនេះខ្ញុំនៅក្រមវិជារបស់ខ្ញុំនៅការជំនួយការរបស់ខ្ញុំដូច្នេះខ្ញុំក៏បានសម្រេចធ្វើប្រមូលសិស្សឲ្យចូលរីរួមខេត្តឲ្យបានបាយស៊ីវិញក៏បានសម្រេចដែរនេះសំជុំជម្រាបឲ្យច្បាស់ហើយនិស្សិតទាំងបានតែធ្វើបាតកម្មក្នុងចំណោះនោះវាមិនបាច់ចោលផងខ្ញុំសូមជម្រាបឲ្យច្បាស់នៅខេត្តពោធិ៍សាត់និងពុកកែតែភ្លើងគឺខ្ញុំអ្នកឈរអ្នកណាហ៊ានបាញ់ក៏និស្សិតព្រោះអីខ្ញុំក៏ដំ7ដែរនិស្សិតក៏ដំ7ដែរខាងចំណោះលន់ទាំងអស់តែខ្ញុំមានអំណាចខ្ញុំរស់នោះគឺខ្ញុំមានអំណាចប្រមូលសិស្សប្រមូលទ័ពវាឲ្យមកជួយជំនួយការរបស់ខ្ញុំទាំងអស់គ្រប់ខេត្តនេះសំជុំជម្រាបឲ្យច្បាស់ខ្ញុំសារាពុទ្ធនេះធ្វើតែម្នាក់ឯងក្នុងចំណោះនោះនេះខ្ញុំមិនមែនអួតទេនេះខ្ញុំសូមជម្រាបឲ្យយល់ពីហេតុម៉េចបាននិស្សិតបានចូលរួមទីរួមការហើយបានបាយស៊ីខុសពីមកកំប៉ុង80នាក់70នាក់80នាក់ហើយបានបាយស៊ីសងប់ណាបានចូលទីក្រុងវិញបានរៀបការពុននេះខ្ញុំអ្នកចាប់ដើមទាំងអស់ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ខ្ញុំសារាពុទ្ធតែម្នាក់ឯងគត់នេះសារាពុទ្ធលោកអឿនជាប្រធានគណៈបក្សសាធារណរដ្ឋកម្ពុជា